ដោយថ្ងៃនេះជាថ្ងៃដ៏រំដំថ្ងៃទី18ខែកក្កដាឆ្នាំ2026ត្រូវថ្ងៃ4កើតខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570នៅក្នុងគណៈទៅនេះក៏ខ្ញុំប្រកាសណាទាំងពីរព្រះអង្គសូមលំអត់លំអរកាយវិចារចិត្តនមស្ការមកទៅដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1កាយគឺព្រះពុទ្ធធម្មរតនៈ1កាយគឺព្រះធម៌និងសង្ឃរតនៈ1កាយគឺព្រះសង្ឃដែលជារតនៈដ៏រងដំប្រសើរគង់ពោះលើលោកនិងរកនៅរតនៈទាំងឡាយក្នុងលោកឲ្យស្មើចំពោះព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈនោះពុំមានឡើយនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូព្រះមេគុណខេត្តឧត្តរមានជ័យជាទីគោរពសក្ការៈដឹកពងពោបង្គំព្រះអង្គគ្រូព្រះមេគុណខេត្តត្បូងឃ្មុំដោយសេចក្តីគោរពដឹកពងពោនមស្ការចំពោះព្រះអង្គគ្រូព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គគ្រូចារិកាតាមវត្តដោយសេចក្តីជ្រះថ្លាហើយសូមនមស្ការចំពោះព្រះអង្គគ្រូព្រះវិន័យធម៌ខេត្តឧត្តរមានជ័យនិងជាព្រះអនុគុណក្រុងសំរោងខេត្តឧត្តរមានជ័យដោយសេចក្តីគោរពជ្រះថ្លាចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានជើញមកក្នុងកម្មវិធីបុណ្យការប្រាក់សាមគ្គីនិងជាការបង្កើតនៅវត្តថ្មីណាញាតិញោមណាការបង្កើតនៅវត្តថ្មីលើទឹកដីភូមិអណ្ដោតសន្ធុំអណ្ដោតជ្រុំស្រុកពញាក្រែកខេត្តត្បូងឃ្មុំណាញោមណាដោយទឹកបតីដែលចេះថ្លាដល់ក្រៃលែងថ្ងៃនេះក៏ក្រោមការចង្អុលបង្ហាញរបស់សម្ដេចព្រះភិក្ខុសិរីសកលធាមហាសង្ឃរាជបតីកតេអតិបណ្ឌិតបូក្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិការនិកាយនៃព្រះជារាជាកម្ពុជានិងជាសម្ដេចព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិការនិកាយនៃព្រះជារាជាកម្ពុជាក្រោមព្រះចំណេះដ៏ពពកបំផុតបានចាត់តាំងព្រះអង្គគ្រូព្រះមេគុណខេត្តត្បូងឃ្មុំណាញាតិញោមណាក៏មកបង្កើតវត្តថ្មីនៅក្នុងទឹកដីនេះដូច្នេះនៅក្នុងថ្ងៃនេះក៏ឃើញថាជាការបង្កើតឡើងនៃកម្មវិធីបុណ្យការប្រាក់សាមគ្គីដើម្បីបានបច្ច័យសម្រាប់ជាវទិញដីធ្វើវត្តណាញាតិញោមក៏ថ្ងៃនេះក៏បន្តអំពីញាតិញោមស្ដាប់ប្រសង្ឃចម្រើនព្រះបរិត្តរួចចប់មកនៅឡើយតែសម្ដែងធម៌ទេសនាហើយធម៌ទេសនាថ្ងៃនេះមានចំនួន2ព្រះអង្គណាញាតិញោមណាក៏2ព្រះអង្គទី1អាត្មាភាពផៃរទ្ធីព្រះគ្រូចារិកាវត្តអូរអលខេត្តបៃលិនណាញាតិញោមនិងជាព្រះប្រឡាត់គុណខេត្តគណៈធម្មយុត្តិខេត្តបៃលិនឆ្ងាយអត់ញាតិញោមទោះបីជាឆ្ងាយយ៉ាងណាក៏ដោយតែចិត្តមិនឆ្ងាយទេមែនទេញាតិញោមណាចិត្តនៅតែនឹកគ្នារហូតដោយទឹកបតីព្រះអង្គគ្រូព្រះមេគុណនឹងលោកជាធម្មមិត្តក៏មិនអាចបំភ្លេចបានអនុស្សាវរីយ៍ច្រើនដូច្នេះទោះបីជាដល់កន្លែងណាក៏រត់ទៅជួបគ្នាដែរញាតិញោមមែនទេញាតិញោមក៏ព្រោះអាស្រ័យបុណ្យហើយព្រះអង្គគ្រូព្រះដ៏មានជ័យខាងដ៏មានជ័យព្រះមេគុណក៏ដូចគ្នាសត្វធម្មមិត្តហើយបាននិមន្តមកពីឆ្ងាយដើម្បីចូលរួមនៅក្នុងកម្មវិធីបុណ្យការប្រាក់ដែលបង្កើតវត្តថ្មីនៅក្នុងទីនេះហើយក៏សម្ដែងធម៌ទេសនាមួយព្រះអង្គទៀតខ្ញុំស្គាល់ព្រះអង្គណាអត់ស្គាល់ទេខ្ញុំខេត្តឧត្តរមានជ័យគឺព្រះអង្គគ្រូអៀសធាក៏ជាព្រះគ្រូចារិកាវត្តអូព្រាលនិងជាព្រះវិន័យធម៌ខេត្តគណៈធម្មយុត្តិខេត្តឧត្តរមានជ័យនិងជាព្រះនិគុណក្រុងសំរោងខេត្តឧត្តរមានជ័យយល់ណាសូមអនុមោទនាសត្វលោកមានទូរទស្សន៍ឋានៈនៅក្នុងមន្ត្រីសង្ឃដូច្នេះនៅក្នុងថ្ងៃនេះក៏បានការរាប់អានអំពីព្រះអង្គគ្រូព្រះមេគុណខេត្តត្បូងឃ្មុំបានរតនាអាត្មាភាពទាំងពីរព្រះអង្គនឹងសម្ដែងធម៌ទេសនាប៉ុន្តែជាទូទៅក្នុងការសម្ដែងធម៌ទេសនាគឺមានចោទឆ្លើយសួរគ្នាមិនអញ្ចឹងញាតិញោមមកក៏ដោះស្រាយបញ្ហាកម្មផ្សេងចោទឆ្លើយគ្នាទៅវិញទៅមកឬក៏ខាងអាត្មានេះជាអ្នកសួរ
ហើយប្រគុណម្ចាស់នឹងជាអ្នកឆ្លើយប៉ុន្តែនៅក្នុងន័យហ្នឹងគឺមានថាព្រះមហាថេរនិងអនុថេរប៉ុន្តែដោយយកទៅតាមពេលវេលាក៏ចិត្តទៅមុខហើយខ្ញុំកណាហ្នឹងក៏សូមតែងតាំងព្រះអង្គគ្រូជាអ្នកឆ្លើយទៅខ្ញុំកណាអ្នកសួរទៅតាមបញ្ហាកម្មដើម្បីបកស្រាយនៅចំណល់របស់ពុទ្ធបរិស័ទខ្លះៗដែលគាត់មានការងឿងឆ្ងល់ដល់ពេលវេលាខ្លីខ្ញុំមិនបានសុទ្ធតែព្រមទេមិនញោមណាពីព្រោះអីញោមពីព្រោះលោកព្រមតែដើមញោមណាបងព្រមទេមិនដែលមកពីបងមានជ័យបដល់ហ្នឹងញោមអូតែព្រមហើយអញ្ចឹងហើយខ្ញុំកណានឹងបួងមុនតែខ្ញុំកណាមានការបួងមុនគល់ចាស់បួងក្រោយធម្មតាអ្នកបួងមុនគឺអ្នកបួងក្រោយណាញោមក៏គេទៅរកគ្នាទៅវិញទៅមកប្រសងអាងភាសាលោកយាយលោកតាអាងអាយុចឹងអាត្មាភាពភាសាមុនលោកចឹងសួរលោកហើយមិនចឹងញោមណាក៏ចឹងចាំស្ដាប់មើលតើនៅក្នុងពេលហ្នឹងពីរព្រះអង្គសម្ដែងធម៌អីនឹងឯងហើយមានផលសំណាងញោមទៅបានជួបគ្នាទេពីរអង្គហ្នឹងខ្ញុំទៅលើនផលដល់មានជ័យផ្សេងគ្នាដល់មកដល់ជួបគ្នានៅខេត្តត្បូងឃ្មុំណាត់គ្នាញោមដោយប្រព្រឹត្តទៅនៅក្នុងពេលនេះខ្ញុំកណាសូមប្រកេនសំណួរដល់ព្រះអង្គគ្រូដែលជាព្រះអនុថេរដើម្បីបកស្រាយចម្ងល់របស់ពុទ្ធបរិស័ទតើតើអំពីរឿងបននឹងយើងដឹងហើយពីព្រោះបននឹងនាំមកនូវសេចក្តីសុខណាណាក៏ដឹងតែបននឹងនាំមកនូវសេចក្តីសុខដែរបើអញ្ចឹងមិនប្រឹងធ្វើបនទេញោមណាក៏សិតតែដឹងថាបននាំមកនូវសេចក្តីសុខប៉ុន្តែខ្ញុំកណាចង់ដឹងអំពីរឿងបនទិញដីសម្រាប់កសាងវត្តតើនៅក្នុងពុទ្ធសាសនានេះអ្នកណាដែលប្រគេនដីវត្តនឹងមុនគេហើយសូមបកស្រាយហើយពជាពរិយសេចក្តីនៃពធឲ្យបានបោះក្បាលពុទ្ធបរិស័ទនៅក្នុងចំណោមព្រះអ្នកណាប្រគេនដីសម្រាប់កសាងវត្តមុនគេហើយការកសាងដីនេះមានអានិសង្សយ៉ាងណាដើម្បីញាតិញោមគាត់ស្ដាប់ផងនៅក្នុងការជ្រះថ្លានៅក្នុងការចូលរួមជាដីសម្រាប់ដាក់វត្តកសាងវត្តនៅក្នុងឱកាសនេះសូមរកនិមន្តសូមអនុមោទនានមត្ថុរតនតយសៈវណ្ណាមិទូព្រះបង្គំខ្ញុំគណៈម្ចាស់សូមកំបងពរអញ្ជលីលើកថាទាំងពីរនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពក្រៃលែងសពកាលសូមអនុញ្ញាតក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូប្រមេគុណខេត្តត្បូងឃ្មុំដោយសេចក្តីគោរពជ្រះថ្លាយ៉ាងក្រៃលែងបំផុតនិងសូមអនុញ្ញាតក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធឧត្តរមនីអឿងសំអាងព្រះជាគណៈថ្នាក់កិត្តិយសនិងជាព្រះវិជ័យធម្មាភិរៈប្រមេគុណគណៈធម្មយុតិកនិកាយខេត្តឧត្តរមានជ័យដោយសេចក្តីគោរពជ្រះថ្លាដ៏ក្រៃលែងបំផុតសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូឧត្តមធម្មោគុណបន្មាយប្រធមធម៌គុណព្រះលេខាគុណព្រះជំនួយការព្រះវិន័យធម៌អនុគុណប្រធមធម៌អនុគុណនិងព្រះអង្គគ្រូគ្រប់ព្រះអង្គទាំងអស់ប្រធារានុធិរៈគ្រប់ព្រះអង្គដែលមានប្រវត្តិមានដ៏ឧត្តមក្រៃលែងបំផុតក្នុងការនិមន្តចូលរួមនៃការពិនិត្យដោយសេចក្តីគោរពជ្រះថ្លាយ៉ាងក្រៃលែងនៅសូមឱកាសក្រាបថ្វាយបង្គំព្រះអង្គគ្រូប្រជាប្រទេសប្រជានិយមផៃរដ្ឋីព្រះជាគណៈថ្នាក់កិត្តិយសព្រះបរតគុណខេត្តនិងព្រះអង្គគ្រូជាប្រចារការវត្តអូរ៉ាអលខេត្តបៃលិនដោយសេចក្តីគោរពជ្រះថ្លាលែងបំផុតសូមធ្វើសមានចិត្តរាប់អានចំពោះលោកអាជ្ញាធរដែនដីមន្ត្រីរាជការគ្រប់ស្ថាប័នទាំងអស់លោកយាយលោកតាលោកអាចារ្យសទ្ធម្មវិជាទេសសាចារ្យញាតិញោមពុទ្ធបរិស័ទចាស់ក្មេងទាំងអស់ដែលមានប្រវត្តិមាននិងវត្តមាននាសយនហសម័យកាលពេលនេះផងដែរហោសាធវឲ្យញាតិញោមពុទ្ធបរិស័ទលោកអ្នកសាស្ត្របរោះប្រុសស្រីទាំងអស់លោកបានជ្រាបនិងយល់ដឹងច្បាស់ជាពិសេសញាតិញោមបានទទួលនៅប្រូក្រាមអំពីលោកអាចារ្យគណៈកម្មការក៏ដូចជាព្រះអង្គគ្រូប្រមេគុណបានផ្សព្វផ្សាយអំពីកម្មវិធីបុណ្យរបស់ផងយើងញាតិញោមកម្មវិធីបុណ្យការប្រាក់ដើម្បីប្រមូលបច្ច័យកសាងវត្តថ្មីឬជាដីបង្កើតវត្តថ្មីមិនចឹងញាតិញោមណាហើយបង្កើតវត្តថ្មីហ្នឹងញាតិញោមហើយតាមធម្មតាចនិច្ចការទៅញាតិញោមណាញាតិញោមមិនខុសពីញាតិញោមដែលទៅរៀបចំអាពាហ៍ពិពាហ៍ឬការឲ្យថ្មីទៅញាតិញោមណា
ខ្វះខាតសពពុកអន្លើចឹងទេឃើញថ្ងៃនេះយត់យោមជើងចូលរួមមកពីថ្ងៃមិញអាត្មាថាច្រាគួសំដល់បែនទេទៅយកខាងទំនុកជ្រៃខាងមេមត់ឯណាយត់យោនៅខាងយើងតាន់មកមិនដឹងមកយល់ណាមែនទេហើយទៅចាំព្រឹកយ៉ាងណាទេព្រះអង្គគ្រូក៏មេគុណមានធរណិកាទៅចេះអាត្មាសួរចុះស្អែកលោកគ្រូបានចង្ហាន់មកពីណាថាពឹងចាស្រៈយត់យោមណាដាក់មកកតោយកមកចឹងណាយោមហើយចង្ហាន់ប្រសងទៅ3តុកឥឡូវនេះមិនតាន់នឹងឆានផងលោករត់ចង់អស់ហើយយោថ្មីកន្លែងថ្មីចឹងណាយោមណានឹងមិនក្រទេក៏ប៉ុន្តែវាទល់ចេះហ្នឹងហើយយត់យោឃើញជាក់លាហើយប៉ុន្តែអាត្មាមុននឹងទទួលការតែងតាំងមុននឹងចូលនៅខ្សែអាបនៃការសម្ដែងពធទេសនាអញ្ចឹងណាញោមណាសូមបានពរយត់យោគិតដល់ប្រសងផងភ្លើងមិនតាន់មានហើយចិត្តដល់ចូលរសាណាយោមណាមេសធាទិញទៀនប្រគេនប្រសងមកគូឬពីរគូទៅចឹងណាយោហ្នឹងហើយញាតិញោមយើងគេទាំងអស់គ្នាដឹងហើយមកមើលទីនេះឃើញជាក់លាក់អត់មានបំភ្លៃឬថាការជប់និពន្ធអីទេឬ AI ក៏អត់ដែរណាញាតិញោមគឺអត់តែម្ដងអញ្ចឹងញាតិញោមយើងនិយាយទៅនេះហ្នឹងហើយកុំភ្លេចណាញោមណាអាណិតលោកផងកូនគេកូនយើងតាណាបបួយកូនយើងទាំងអស់ហើយជួយតត្រង់លោកចឹងណាញោមបានដល់សួរលោកគ្រូតាមអីចានឆ្នាំងស្លាបព្រាប្រហុកបញ្ជើញមើលខ្ទឹមសំខាន់ណាញាតិញោមអាហ្នឹងដោះស្រាយរាល់ថ្ងៃណាយើងមើលរំលងបានតែយើងមិនអាចភ្លេចបានទេតោះហ្នឹងញាតិញោមកុំភ្លេចចានស្លាបព្រានេះនៅខ្វះច្រើនណាកុំអាងឲ្យជួលគេដែលវត្តប៉ុណ្ណឹងហើយវត្តមានប៉ុណ្ណោះក៏អត់មានណាញាតិញោមសំខាន់ណាញាតិញោមគិតមើលមែនតើជួយលោកផងមានបងប្អូននៅឆ្ងាយនៅចិត្តក៏ដោយជួយអំពាវនាវប្រាប់បន្ថែមណាញោមណាជួយហេតុការប្រាក់ទី1បានបច្ច័យណាជួយសងគេហើយព្រះអង្គគ្រូក៏មេគុណព្រះអង្គគ្រូផ្ដើមក្រងប្រេតចម្រេះដល់ពងគួររបស់សម្ដេចព្រះមហាសង្ឃរាជចៅម្ចាស់ណាដែលព្រះអង្គប្រោះប្រទានចង្អុលបង្ហាញមកឲ្យមកអភិវឌ្ឍចិត្តភូមិចិត្តស្រុកញាតិញោមមែនណាញោមហើយកុំប្រកាន់ព្រះអង្គនេះព្រះអង្គចេះព្រះអង្គចន់ណាញាតិញោមសូមបិណ្ឌបាតប៉ុណ្ណឹងឯងតោះនេះញាតិញោមហ្នឹងហើយមុនចូលខ្សែអតីតពធការឆ្លើយតបនៅការតាំងនាមនៅការសួររបស់ព្រះមហាកាសពញោមញាតិពុទ្ធបរិស័ទលោកអ្នកសាស្ត្របុរសប្រុសស្រីទាំងអស់លោកបានស្ដាប់នៅធរណិការបស់ព្រះអង្គគ្រូព្រះមហាកាសពដែលព្រះអង្គបានមានធរណិការៀបរាប់យ៉ាងច្រើនជីវិតថារៈដែលច្រើនហើយបងសួរក៏ដូចជាការតាំងនាមនៅវិសេសនាមដល់ខ្ញុំគណៈអាត្មាភាពដែលជានាមធម្មតាសពថ្ងៃជាបកតិនាមហ្នឹងឲ្យទៅជាវិសេសនាមហើយប្រគុណម្ចាស់ព្រះអង្គជាព្រះមហាថែក៏ព្រះអង្គមានទួនាទីដល់វិសានៅក្នុងពុទ្ធសាសនាដែរឲ្យឈ្មោះថាពុទ្ធកថាមានន័យថាប្រធេរៈដែលលោកនៅការចោតដណ្ដឹងសួររាល់អបស្នាកម្មបញ្ហាកម្មដតេដែលតេតិននៅក្នុងបុណ្យនេះក្តីនៅកម្មវិធីនេះក្តីដែលយើងកំពុងប្រពធ្វើឲ្យពលាថាជាព្រះមហាធេរៈឬពុទ្ធកថាហើយខ្ញុំក៏អាត្មាភាពណាវសាខ្ចីការបួសក្រោយបងប្រសិទ្ធនាមឬតាំងនាមឲ្យនៅក្នុងពុទ្ធសាសនាឲ្យឈ្មោះថាជាអនុធិរៈឬវិស័យជាកថាមានន័យថាអ្នកដែលបន្តភ្ជាប់ណាតគ្នាមកហើយសំណួររបស់ព្រះមហាថែដែលព្រះអង្គបានចោទដណ្ដឹងសួរឲ្យខ្ញុំគណៈអាត្មាភាពធ្វើជាសុភវិនិច្ឆ័យឬការសម្ដែងពធទេសនាជាធម្មរស់នេះការពេលនេះព្រះអង្គចោទដណ្ដឹងសួរខ្ញុំគណៈអាត្មាភាពបកស្រាយជាធម្មបរិយាយអំពីកម្មវិធីបុណ្យការប្រាក់រស្មីសាមគ្គីនិងអានិសង្ឃនៃបុគ្គលដែលជ្រះថ្លាជាប្តីកសាងវត្តថ្មីអញ្ចឹងណាញាតិញោម
ឬវត្តចាស់ក្តីដែលបានជាប្តីចូលណាញាតិញោមចូលកសាងហើយលោកសួរមកទៀតថាក្នុងនោះនៅក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ណាញាតិញោមតើមានអ្នកណាខ្លះដែលជាអ្នកឧបត្ថម្ភមានអ្នកណាខ្លះជាអ្នកកសាងញាតិញោមកសាងវត្តនៅក្នុងសម័យកាលនៃព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ផន្តេទរៈបពុទ្ធប្រគុណម្ចាស់ដ៏ចម្រើននៅក្នុងសម័យកាលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាអង្គម្ចាស់នៃយើងព្រះអង្គគង់ធរមាននៅឡើយមានបុគ្គលពីររូបដ៏ឆ្នើមដែលបានកសាងដែលបានធ្វើតម្កល់ទុករហូតនាពេលបច្ចុប្បន្នកាលរហូតមានឯកសារសំណេរចរិតចាទុកជាប្រវត្តិសាស្ត្រក៏ដូចជាឯកសារសំណេរសម្រាប់ឲ្យយើងសិក្សារៀនសូត្ររហូតនាបច្ចុប្បន្នកាលនេះផងដែរគឺទី1គឺនាងវិសាខាទី2អនាថបណ្ឌិតកសេដ្ឋីដែលជាសេដ្ឋីដែលមានទ្រព្យសម្បត្តិដ៏ច្រើននៅក្នុងពុទ្ធសាសនាទេណាញាតិញោមពុទ្ធបរិស័ទទាំងអស់បានសិក្សានិងរីវីយូឡើងមកវិញហើយទាក់ទងអនាថបណ្ឌិតកសេដ្ឋីជាសេដ្ឋីដែលលះបង់ទ្រព្យសម្បត្តិណាញាតិញោមអត់ស្ដាយអត់សំណោះទេហើយជ្រះថ្លាជឿជាក់នៃគុណបរតនត្រ័យនឹងឯងជឿជាក់ដោយស្មោះអស់ពីចិត្តពីថ្លើមមិនរុញរាទេគេហៅថាអចលសទ្ធាណាញាតិញោមសទ្ធានឹងមិនបានរង្គើមិនបានធ្លុះធ្លាយតាណាឡើយដោយតែប្រាជ្ញលោកសម្ដែងថាបថវងបភាសោនៅក្នុងយាននេះវែងជាដើមណាប្រៀបបានបីដូចជាសសរដែលបោះជាប់ទៅក្នុងពធរណីដ៏មុតដោយជ្រៅទោះបីជាភ្លៀងស្គាល់ខ្យល់បក់មកក៏មិនរលំមិនដួលដែរយ៉ាងណាមិញខ្ញុំបកណាសូមទាញរឿងអនាថបណ្ឌិតដោយខ្លីដែលមានអត្ថន័យណាបច្ចៈពុទ្ធប្រកេដល់ពធិរៈជាព្រះមហាកាសបនិងប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទយាយតាទាំងអស់បានជាទីសណ្ដាប់ផងដែរនិយាយអំពីអនាថបណ្ឌិតកសេដ្ឋីញាតិញោមជ្រះថ្លានៅក្នុងពុទ្ធសាសនាខ្លាំងណាស់ទៀតណាជ្រះថ្លាដល់មែនទែនរហូតដល់ពេលផ្ដាថែរក្សាណាញាតិញោមនៅផ្ទះនោះក៏ហាមឃាត់តែបបិទ្ធលោកម្ចាស់ហើយលោកម្ចាស់អត់ទ្រព្យសម្បត្តិពីឃ្លាំងរលីងហើយគ្មានសល់អ្វីឡើយអញ្ចឹងទេលោកម្ចាស់កំណៅយូរអីកាលណាបើលោកម្ចាស់បរិច្ចាគទៀតលោកម្ចាស់ប្រកាសជាគ្មានទ្រព្យសម្បត្តិនៅទេលោកហូបបាយជាមួយនឹងជ្រូកមញងណាញោមណាជ្រូកមញងជាមួយនឹងចុងកបរិភោគរហូតដល់អស់ណាហើយលោកនៅទៅជឿជាក់បានលោកនៅជ្រះថ្លាលោកមិនជឿចំពោះអរុគទេវតាថែរក្សាទេក៏បណ្ដេញចេញទៅញាតិញោមបណ្ដេញអរុគទេវតាហ្នឹងញាតិញោមនៅក្នុងគម្ពីរដីកាធម្មបទក្តីនៅក្នុងគម្ពីរដីកាថកថាក្តីលោកបានសម្ដែងថារហូតដល់ទេវតានោះគ្មានកន្លែងជ្រាបគ្មានកន្លែងនៅណាញាតិញោមរហូតដល់ថ្វាយបង្គំសូមព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដើម្បីសុំកន្លែងនៅវិញកន្លែងជ្រាបកោតវិញបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាមនាទេវតាចូលអ្នកទៅខមាទោចូលអ្នកទៅសុំណាអំពីសំណាក់អនាថបណ្ឌិតកសេដ្ឋីចោះហើយចូលអ្នកទៅសុំចោះតថាគតមិនអាចអនុញ្ញាតឬជួយបានទេអ្វីដែលសំខាន់គឺអ្នកចូលជ្រះថ្លាចូលអ្នកបំពេញណាគោរពយ៉ាងណាចំពោះសេចក្តីល្អរបស់អនាថបណ្ឌិតដែលបានជ្រះថ្លាជាពិសេសបានចំណាយទ្រព្យធនដ៏ច្រើនហើយបានលះបង់ទ្រព្យសម្បត្តិជាទ្រព្យសម្បត្តិមានវិញ្ញាណក្តីអត់វិញ្ញាណក្តីបរិច្ចាគធ្វើទានចំពោះស្មោកជាចកជាពិសេសគឺចំពោះវត្តអារាមតែម្ដងចំពោះពុទ្ធសាសនាតែម្ដងការគោរពតែម្ដងជាទី1ជាអ្នកមានដេជានុភាពច្រើនញាតិញោមណាបុគ្គលអ្នកដែលជាខ្លាគោរពមានការជាដីមានការកសាងវត្តអារាមជាអ្នកសម្បូរដូចជាទី2ជាអ្នកសម្បូរទៅដោយបរិវារទាំងតនេះញាតិញោមអានិសង្សទី2បរិវារទី3យុស័កតនៈទួនាទីទាំងឡាយតនេះញាតិញោមហើយមួយទៀតលោកសម្ដែងថាប្រសិនណាបើបុគ្គលនោះជ្រះថ្លាកសាងហើយទ្រព្យសម្បត្តិក្តីឬថាទៀតនឹងស្លាប់ក្តីមិនបង្វែងមិនផ្លាំងផ្លាត់
mình bỏ cái hào tham mình miền ở mặt tất cả xã miền về tận địa quốc sở con cứ ọt đại khát đôi non tại dạo ba sọ chuyện đam đời chia khoa độc không có sa na tê pla bò nồi ria chỉ rót 100 từ tua chuyện đam rồi nè mấy anh thì sao nữa là trong cõi lục sầm đại tháp một con nuôi ai bà slap ở chỉ vật tư bà ca chia mà nuôi chia ở đông ở đâm ở xa đã cày lên bà ca chia mà nuôi được tê pla nâng miền để smile để chia nâng ana có thể chia một con nuôi ai được ban sầm rách được con được thua đọc ở xa chân phù ruồi chạ tục tập phù đôi ca chia đặt lá nâng ca ban bằng pênh bon của xa đi ai sông ạ là mô tình đi ca sầm đại đi bọt miền của mặt phần này sông bậc kê đo bậc thiệt ạ chỉ prem hà thai sông người ta đi môn kia sông ạ là mô tình đi là sa phụ là ở cùng về anh đôi thầy cái ban sầm đại cái thua đò trang miệt ắt này lâm xa nó nhận dầu nát trong một năm ca để dương ban chiều đây sầm đạp đạo hoạt ấy cứ chỉ bon môi được thống nè đây dương ban co sang hoạt nộp nông sầm ấy có được cao tây bọn tra đăng nộp nông phật thầm một cô đi cao cao được 4 bọn ban từ tu đây ở pi con ri chỉ cứ là ba con bị sai chia đại bọn ban chặt la chấm phốt conในประธนาไตรbanថ្វាយនៅឧឈានដើម្បីកសាងវត្តថាឧឈានលំទីនេះញាតិញោមបានកសាងវត្តថាវត្តវេលវ័នព្រៃនិស័យបានកសាងវត្តទាំងមុនគេក្នុងពុទ្ធសាសនាបន្តមកទៅបានកសាងលោកតានៅបណ្ឌកៈសេដ្ឋីបានជាដីណាដែលយកមាសនឹងជាដីក៏ក្រាលមាសអស់មាសនឹងចំនួនច្រើនសន្ធឹកសន្ធាប់ដោយទិញដីអំពីស្ដេចចេតហ្នឹងទិញដីហ្នឹងកម្មម្ចាស់ដីគេថាបើសិនអ្នកចង់បានដីកសាងវត្តអ្នកឯងយកមាសនឹងមកក្រាលមកនៅញាតិញោមណាអញ្ចឹងគាត់ជ្រះថ្លាញាតិញោមមិនងាយទេរកបកគោជ្រះថ្លាដោយគាត់បានជាទេសនាមឈ្មោះគាត់ដល់សប្តាហ៍ថ្ងៃនឹងឯងគាត់យកមាសពីឃ្លាំងបើកឃ្លាំងមាសទាំងអស់ក្រាលលើផែនដីឆ្អិនឆ្អៅក្រហមពេញទៅនឹងពេលនឹងក្រាលទៅបានស្ដេចចេតម្ចាស់ដីហ្នឹងគេថាបើសិនថាកសាងទៀតទិញទៀតប្រកាសជាអស់ហើយចឹងក៏សុំដាក់ប៉ុណ្ណឹងហើយក៏សុំចូលរួមកសាងវត្តនឹងដែរប៉ុន្តែដាក់ឈ្មោះគាត់ឈ្មោះថាវត្តចេតពន្ធជាអារាមរបស់អាណាបណ្ឌកៈសេដ្ឋីចឹងវត្តចេតពន្ធហ្នឹងគឺឈ្មោះម្ចាស់ដីឈ្មោះចេតមួយឈ្មោះពន្ធមួយចឹងដាក់ចេតពន្ធហើយជាអារាមរបស់អាណាបណ្ឌកៈសេដ្ឋីអារាមនោះប្រែថាជាទីរីករាយជាទីចាស់ថ្លានៅក្នុងការបំពេញបុណ្យកុសលហើយលោកយើងវិសាខាបានកសាងវត្តពុទ្ធិរាមនៅក្បែរហ្នឹងដែលជាវត្តរបស់ព្រះនិមិខុនីហ្នឹងបាននៅក្បែរវត្តចេតពន្ធនឹងដែរបានកសាងនៅបុគ្គលឆ្នាំក្នុងពុទ្ធសាសនាជាដើមទៀតកសាងវត្តនឹងច្រើនបានចូលដីសម្រាប់កសាងវត្តហ្នឹងញាតិញោមណាដូច្នេះសូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់ចាស់ថ្លាត្រេកអរអនុមោទនានៅក្នុងការដែលយើងបានចូលរួមជាដី1ការ៉េ2ការ៉េក្តីក៏បុណ្យកុសលនឹងបានច្រើនក៏ប្រមាណមិនបានណាញាតិញោមណាសូមអនុមោទនាចឹងដោយពេលវេលាហ្នឹងខ្លីប៉ុណ្ណឹងចុះកុំឲ្យវែងឆ្ងាយដោយអាត្មាភាពហ្នឹងនិមន្តទៅខេត្តបៃលិនវិញទាំងយប់ហ៎ញោមចឹងហើយចាប់កម្មវិធីហ្នឹងត្រូវនិមន្តទៅទាំងយប់ជាងឆ្ងាយចឹងហើយអាត្មាភាពហ្នឹងសម្ដែងធម៌ទេសនាប្រមាណប៉ុណ្ណឹងចុះហើយទាំងពីរព្រះអង្គមុននឹងបញ្ចប់ពធទេសនាសូមប្រកេនបុណ្យកុសលព្រះអង្គគ្រូព្រះមេគុណខេត្តត្បូងឃ្មុំព្រះអង្គគ្រូព្រះមេគុណខេត្តដ៏មានជ័យជាបិតាសង្ឃទាំងពីរព្រះអង្គព្រមទាំងសហការីព្រះមេគុណសហការីព្រះអនុគុណហើយប្រកេនបុណ្យកុសលព្រះអង្គគ្រូអៀសុធាជាធម្មមិត្តសម្លាញ់អាភាពទៅបីដល់ទីកន្លែងណាក៏ដោយក៏មិនងាយបែកគ្នាដែរញោមទៅវិញឆ្ងាយទេញោមណាព្រោះពីខេត្តដ៏មានជ័យបៃលិនមិនចិត្តទេញោមឲ្យមកជួបគ្នាត្បូងឃ្មុំទៀតណាញោមណាគេពោសូមឲ្យសុខភាពល្អជិនយូរយូរដើម្បីទេសនាចែកជូនពុទ្ធបរិស័ទទាំងអស់តទៅទៀតហើយសូមជូនបុណ្យកុសលដល់ញាតិញោមប្រុសស្រីលោកតាលោកយាយទាំងអស់ដែលបានអញ្ជើញមកក្នុងឱកាសនេះសូមជូនបុណ្យកុសលបងអូនស្រីស្មូតវិញផងយ៉ាងពីរោះណាសូមឲ្យសម្លេងនេះកាន់តែពីរោះហើយមានបញ្ញាច្រើនហើយសូមជួបបុណ្យកុសលញាតិញោមកុំបីគ្លៀងគ្លាឡើយសូមអនុមោទនា
អនុមោទនាបុណ្យសូមឲ្យបានរួចចាក់ទុករោគព្រះអង្គគ្រប់គ្នាអស់លោកអើយ